nhà thơ nâng chum rốn ở nhà lụt đồ bần lái play chớ lời chân cham pleu đâm ban chung vinh xa đâm cơ cha nơi ngày tỷ đập rộng bấy khai mẹ ra khang mục ni nơi ngày tỷ đập rộng bấy khai mẹ ra khang mục ni rốt ba để th니 Phnom Penh nâng chập đàm anu vật vì thiên cá đôi chum rốn ở nhà lụt đồ bần lái play chớ đại khmiên sẵn đập thноп nơi lơ đồng pleu lời chân cham pleu Maha vị thầy mai se tốn Maha vị thầy Brahmani red nâng pleu ní ní nơi đầm ban chung vinh xa đầm cơ cha khăn khăn tu cố khăn bằng kinh con oi tới lụt đồ nơi tì tăng xa đầm cơ mấy thật nơi tam mình đôi Maha vị thầy nhé khăn khăn prek nơi cứ mình anu nhạt oi nhẹ lụt đồ khmiên sẵn đập thноп nơi lơ đồng pleu nâng lời chân cham pleu ní to tiệt tê khăn cáchประชุม សាមញ្ញ លើកទី 20 របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី 4 នៅព្រឹកថ្ងៃទី 13 ខែមករានេះអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេតុនមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមកោមានចំនួនជាង 700 អាជីវកម្មពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមកោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌព្រែកភ្នៅរដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះមកជួសជុលថែទាំដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញនៅពេលសួរថាចុះកន្លងមកហេតុអ្វីបានរដ្ឋបាលរាជធានីមិនអនុវត្តវិធានការបែបនេះលោកខួងស្រេងបញ្ជាក់យ៉ាងដូចនេះថាដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរតែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយទើបយើងឲ្យពួកគាត់ចាក់ចេញពីលើទ្រូងនិងចិញ្ចើមផ្លូវទាំងនេះចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះបងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវនៅថ្ងៃអនាគតព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផងគួរឲ្យដឹងថាអ្នកលក់ដូរបន្លែផ្លែឈើគ្មានសណ្ដាប់ធ្នាប់ស្ថិតនៅលើដងផ្លូវលើចិញ្ចើមផ្លូវនៃមហាវិថីម៉ៅសេតុនមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមកោនឹងត្រូវផ្លាស់ប្ដូរនៅទីតាំងផ្សារដើមកោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌព្រែកភ្នៅហើយចំពោះដំណឹងកន្លងមកផ្សព្វផ្សាយព័ត៌មានថាផ្សារដើមកោចាស់ផ្លាស់ប្ដូរទីតាំងថ្មីគឺជាព័ត៌មានមិនពិតនោះទេ